កីឡាករនេះទូច័ន្ទបតីមានភារកិច្ចមួយទៅប្រកួតដណ្ដើមខ្សែក្រវ៉ាត់គុនខ្មែរនាប្រទេសវៀតណាមបាទក្នុងទីក្រុងហូជីមីញតែម្ដងទូច័ន្ទបតីត្រូវជួបជំនួបជាមួយដៃគូចាស់របស់គេដែលធ្លាប់ប្រកួតគ្នាកន្លងមកនៅកម្ពុជារបស់យើងនៅស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍លេខ5លក្ខណៈ kickboxing ក្នុងនោះលទ្ធផលស្មើបតីគាត់បានបន្តថារូបគេបានឈ្នះបន្ទុកទៅហើយអ្វីដែលសំខាន់គឺខុសលក្ខខណ្ឌត្រង់ថាគេចាប់ជើងក្នុងលក្ខខណ្ឌប្រកួត kickboxing គឺមិនអាចចាប់ជើងដូចគុនខ្មែរនោះទេអញ្ចឹងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃទី24ខែឧសភាឆ្នាំ2025បាទនាទីក្រុងហូជីមីញនៃប្រទេសវៀតណាមសង្ឃឹមបាន%ខ្សែក្បាត់ពីខ្សែក្បាត់ខ្ញុំស្រុកខ្មែរសម្រាប់ខ្ញុំសង្ឃឹម70%ពីខ្សែក្បាត់ស្រុកខ្មែរវិញសម្រាប់ខ្ញុំការប្រកួតក្រៅប្រទេសដូចជា3 4 5លើកហ្នឹងបងលក្ខណៈវិញ្ញាសាអីខ្លះដែរបតីមាន kick មានគុនខ្មែរភាពជោគជ័យយើងមានច្រើនជាងឬយ៉ាងណាដែរជោគជ័យច្រើនច្រើនđây សួរ tôi tung tăng lên khóng hát chóc mấy nhỉ ចប់ហើយបង này to bồn bồn lư tha mình mua tơ cua tờ đá sai các bạn đang tây Việt Nam ចាហ្មង bây giờ បងប្អូនយើងភាគច្រើនហើយ nâng rồi ថាអាចតែអាចតឹង ពីមុនមកធ្លាប់ប៉ះគ្នា ធ្លាប់បង ធ្លាប់ប៉ះគ្នា ធ្លាប់ស្មើ ស្មើគ្នាប៉ះគ្នានៅណាដែរ នៅប៉ូលី5ហ្មង នៅប៉ូលី5ហ្នឹងហ្មង ចា តែប៉ះគ្នាលើនោះ good kick good kick kickboxing kickboxing មិញលួចប្រាប់ខ្ញុំថាដោយសារបន្ទុកយើងឈ្នះហើយប៉ុន្តែ ចាប់ជើងគេអូ តែ Việt Namយើងប្រកួតលក្ខណៈគុនខ្មែរវិញម្ដងឬក៏ kickboxing ទៀត ប្រកួតលក្ខណៈគុនខ្មែរហ្មង គុនខ្មែរយើងអាចយើងសង្ឃឹមច្រើនជាងមុនណា ចាចាំមើលស្ដាយ ប្រែតាមការវស្ទងតាមរយៈការប្រកួតកន្លងទៅបើសិនបើយើងប៉ះគ្នាលក្ខណៈគុនខ្មែរអាចថាគាត់ល្អអីដែរគាត់និយាយទៅគាត់ល្អដៃបងគាត់មានមួយ ល្អដែរបាក់ចិញ្ចោលគិតអីចឹង ចា អញ្ចឹងអាចសង្ឃឹមច្រើនទេប៉ះគ្នាលក្ខណៈគុនខ្មែរលើសម្រាប់ខ្ញុំសង្ឃឹម70% ទេសម្រាប់ការប្រកួតតំណាងខ្សែក្បាត់នេះយើងដឹងយូរណាស់ ការប្រកួតត្រឹមខ្សែក្បាត់នេះដឹងយូរហើយបងប៉ុន្តែគាត់ថាមេគាត់លើកថ្ងៃចឹងណា សម្រាប់ប៉ះកីឡាការនីវៀតណាមយើងធ្លាប់ប៉ះជាលក្ខណៈ kick ម្ដងហើយគាត់ល្អឲ្យខ្លះដែរ គាត់ល្អដៃហើយគាត់កីឡា kick ក៏ depasse របស់គាត់លឿននេះក៏យឺត លឿនដែរបងលឿនហើយរឹងទៅពិបាកវាយគាត់ដែរ អាចថាលើកមុនក៏អត់តន់ស្គាល់កែងគុនខ្មែរលើកនេះអាចថានឹងធ្វើឲ្យគាត់ស្គាល់នឹងប្រើទេមើលទៅ សម្រាប់ខ្ញុំការប្រកួតនិយាយទៅការប្រកួតបើសិនជាមានឱកាសវាយខ្ញុំនឹងវាយបងអត់ទុកទេតែគាត់ថាយើងពេលខ្លះគេនៅឆ្ងាយយើងពិបាកវាយមានតែគេលឿនដែរគាត់យើងយាកែងគេ day flip ចា បាទមិនមែនតែទៅបាត់ពិសោធន៍ជួបកីឡាករនីវៀតណាមប្រហែលលើកហើយសម្រាប់ខ្ញុំការប្រកួតមួយវៀតណាម2លើកហើយបងលទ្ធផលឈ្នះ1ស្មើ kickboxing ដែរបាទគុនខ្មែរឈ្នះបន្ទុក ចា ហើយបើបាត់ពិសោធន៍ទៅក្រៅប្រទេសទៅប្រហែលលើកដែរសម្រាប់ខ្ញុំការប្រកួតក្រៅប្រទេសដូចជា3 4 5លើកហើយបងលក្ខណៈវិញ្ញាសាអីខ្លះដែរបតី មាន kick មានគុនខ្មែរ ភាពជោគជ័យយើងមានច្រើនជាងឬយ៉ាងណាដែរ ជោគជ័យច្រើនបាទអញ្ចឹងតកតងទៅនឹងទៅក្រៅរបបអាហារក៏ដូចជាអាកាសធាតុអីដូចមិនបញ្ហាសម្រាប់បតីទេដោយសារបទពិសោធន៍យើងធ្លាប់ឆ្លងកាត់អស់ហើយ ចាបងធ្លាប់ឆ្លងកាត់ទៅវៀតណាមកាំប៊ុនម្ដងដែរប៉ុន្តែទីនេះអាកាសធាតុយើងវាស្តៀងគ្នាដែរបង ហើយមកហូបអាចហូបបានដែរអត់អីទេតែមកដល់ពេលនេះនៅក្នុងខ្លួនមានខ្សែក្បាត់បានគឺសម្រាប់ខ្ញុំនៅឯបងមានតែមេដាយចាំមើលថាលើកនេះគឺជាឱកាសមានឱកាសប្រាក់របស់យើងណាសង្ឃឹមបាន%ខ្សែក្បាត់ ពីខ្សែក្បាត់ខ្ញុំស្រុកខ្មែរសម្រាប់ខ្ញុំសង្ឃឹម70%ពីខ្សែក្បាត់ស្រុកខ្មែរវិញ ចាបាទតោះ ជាចុងក្រោយមានអីអរគុណដល់ sponsor ទេ ខ្ញុំសូមអរគុណដល់ sponsor ក្រុមហ៊ុនខ្មែរ Beverages ដែលគាត់បានឧបត្ថម្ភកីឡាករគុនខ្មែរយើងហើយនឹងកីឡាករផ្សេងទៀតដែលគាត់ចេញទៅប្រកួតនៅវៀតណាមបងហើយគាត់លើកស្ទួយច្រើនអញ្ចឹងសូមអរគុណគាត់ដែលបានលើកស្ទួយកីឡាករខ្មែរយើង មានប្រហែលរូបទៅទាំងអស់7 អ្នកបងប្អូន ឬថាអត្តរាជមេធំទៅដែរណាបាទពូណាងហើយយ៉ាអរគុណច្រើន ជូនពរជោគជ័យសម្រាប់ការស្ពីកខ្សែក្រវ៉ាត់មកកាន់កម្ពុជាយើងវិញបតី